នៅក្នុងវីដេអូនេះខ្ញុំបង្ហាញបងប្អូនអរគ្នាកលឹះ5យ៉ាងក្នុងការសម្រកទម្ងន់ប្រកបដោយមានសុខភាពល្អទី1បងប្អូនអរគ្នាត្រូវតែហាត់ប្រាណទីច្រើនអីត្រូវតែហាត់យើងមិនអាចជៀសពីការហាត់ប្រាណបានទេលំហាត់ប្រាណវាជួយដុតជាតិខ្លាញ់ហើយវាបង្កើនម៉ាស់សាច់ដុំទី2ទទួលទានអាហារដែលមានតុល្យភាពនិងមានប្រូតេអ៊ីនគ្រប់គ្រាន់ទី3ត្រូវជ្រើសរើសអាហារណាដែលយើងញ៉ាំទៅឆ្អែតបានយូរអាហារដែលធ្វើឲ្យយើងឆ្អែតបានយូរឧទាហរណ៍ដូចជាប្រូតេអ៊ីនពីសណ្តែកសៀងទី4ទទួលទានអាហាររូបត្ថម្ភឲ្យបានត្រឹមត្រូវការទទួលទានវីតាមីនជាតិរ៉ែជាតិកាកសរសៃនិងសារធាតុប្រឆាំងអុកស៊ីតកម្មឲ្យបានគ្រប់គ្រាន់គឺល្អសម្រាប់ការគ្រប់គ្រងទម្ងន់និងការសម្រកគីឡូទី5ឥរិយាបថប្រចាំថ្ងៃរបស់យើងគឺសំខាន់បងប្អូនគ្នាជៀសវាងឲ្យបាននៅក្នុងការទិញអាហារដែលបងប្អូនគ្នាចង់ញ៉ាំយកមកទុកក្នុងទូទឹកកកតែកាលណាមានអាហារដែលចង់ញ៉ាំឬមួយមានគ្រឿងផ្សំច្រើននៅក្នុងទូទឹកកកបងប្អូនគ្នាទប់អារម្មណ៍អត់ជាប់ទេការសម្រកទម្ងន់ភាគច្រើនគ្រាន់តែបន្លំឲ្យយើងមានអារម្មណ៍ថាដូចជាស្រកតែប៉ុណ្ណោះតែធាតុពិតអ្វីដែលស្រកគឺស្រកតែទឹកហើយនិងសាច់ដុំតែប៉ុណ្ណោះចំណែកជាតិខ្លាញ់គឺអត់ត្រូវបានស្រកទេសម្រាប់បងប្អូនយើងដែលចង់បានរបបអាហារលេងកីឡាហាត់ប្រាណឬមួយចង់បានរបបអាហារដើម្បីផ្លាស់ប្ដូររូបរាងសុខភាពបងប្អូនគ្នាអាចតាក់ទងមកខ្ញុំរីករាយចែកម្លែកជាមួយបងប្អូនគ្នាមើលដៃគូជីវិតគេមកគូនេះការសម្រេចចិត្តរួមគ្នាដើម្បីផ្លាស់ប្ដូររូបរាងនេះគឺជាមធ្យោបាយមួយដើម្បីជួយគ្នាទៅវិញទៅមកលើកទឹកចិត្តគ្នាទៅវិញទៅមកលើសគីឡូជាមួយគ្នាឥឡូវដល់ពេលផ្លាស់ប្ដូររូបរាងក៏ផ្លាស់ប្ដូររូបរាងជាមួយគ្នាសម្រាប់បងប្អូនយើងដែលចង់បានការផ្លាស់ប្ដូររូបរាងដែលមើលទៅសមសួនមានសុខភាពល្អហើយចង់បានលទ្ធផលលឿនបងប្អូនគ្នាអាចតាក់ទងមកខ្ញុំរីករាយចែកម្លែកជាមួយបងប្អូនគ្នារឿងជួយឲ្យខ្លួនឯងផ្លាស់ប្ដូររូបរាងគឺជារឿងដែលសប្បាយចិត្តយូរអង្វែងបងស្រីខ្ញុំកាលមុនគាត់លើសគីឡូច្រើនណាតែឥឡូវគាត់សម្រេចចិត្តហើយនឹងបានជួយខ្លួនឯងឲ្យបានរូបរាងល្អឡើងវិញកាលដែលគាត់លើសគីឡូហ្នឹងគឺគាត់មានបញ្ហាសុខភាពច្រើនណាហើយគាត់ចំណាយលុយច្រើនទៅលើការទិញសម្លៀកបំពាក់ថ្លៃៗយកមកស្លៀកពាក់ហើយទោះបីយើងស្លៀកពាក់កៅអៅថ្លៃយ៉ាងណាក៏មើលទៅអត់ស្អាតដែរអញ្ចឹងបានជាមនុស្សភាគច្រើននៅពេលដែលគាត់ថតរូបគឺគាត់ឈរចំហៀងដើម្បីកុំឲ្យឃើញថតអញ្ចឹងណាដល់ពេលឥឡូវនេះថតរូបចង់ពីមុខហើយអត់សូវចំណាយលុយទិញខោអាវថ្លៃៗមកស្លៀកទេល្មមគឺមើលទៅឃើញស្អាតហើយអញ្ចឹងទាំងអស់ហ្នឹងវាចេញពីការសម្រេចចិត្តបូករួមជាមួយនឹងផែនការសម្រកគីឡូដែលត្រឹមត្រូវបងស្រីខ្ញុំគាត់យកអាហារក្លុកនេះមកញ៉ាំដូចខ្ញុំដែរឥឡូវគាត់បានរូបរាងល្អហើយសុខភាពល្អសម្រាប់បងប្អូនយើងដែលចង់បានការផ្លាស់ប្ដូររូបរាងដែលល្អបងប្អូនគ្នាអាចទាក់ទងមកខ្ញុំរីករាយចែកម្លែកជាមួយបងប្អូនគ្នាបងប្អូនកាលខ្ញុំលើសគីឡូហ្នឹងខ្ញុំឈឺកាពះពោះវៀនដែរតែខ្ញុំមានបញ្ហាប្រព័ន្ធលាហាដែរនិយាយទៅមិនមែនមានបញ្ហាប្រព័ន្ធលាហាដែរទេគឺមានបញ្ហាកាពះពោះវៀននឹងខ្លាំងតែម្ដងទាក់ទងនឹងការឈឺកាពះពោះវៀនខ្លាំងនេះដែលជាមូលហេតុធ្វើឲ្យខ្ញុំមានបញ្ហាសុខភាពខ្លាំងហើយខ្ញុំឡើងគីឡូលឿនមែនទែនជាពិសេសទាក់ទងនឹងបរិវេណខ្លាញ់ក្បាលពោះនឹងតែម្ដងញ៉ាំអាហារសុខភាពនេះល្អខ្លាំងល្អសម្រាប់សុខភាពរបស់យើងជាពិសេសសុខភាពប្រព័ន្ធលាហានឹងតែម្ដងពីព្រោះប្រព័ន្ធលាហារបស់យើងអត់ចាំបាច់ធ្វើការធ្ងន់ទេញ៉ាំអាហារសុខភាពនេះយើងញ៉ាំទៅសារធាតុចិញ្ចឹមទេទាក់ទងនឹងការញ៉ាំអាហារសុខភាពនេះមិនត្រឹមតែផ្លាស់ប្ដូររូបរាងទេគឺផ្លាស់ប្ដូរទាំងសុខភាពថែមទៀតអញ្ចឹងហើយបានជាបងប្អូនគ្នាមើលមកខ្ញុំបានទាំងរូបរាងល្អហើយនិងសុខភាពល្អឥឡូវនេះទោះបីខ្ញុំវ័យ42ឆ្នាំក៏ដោយតែមើលមករូបរាងរបស់ខ្ញុំគឺល្អខ្លាំងមែនទែនសម្រាប់បងប្អូនយើងដែលចង់បានការផ្លាស់ប្ដូរទាំងរូបរាងហើយនិងសុខភាពបងប្អូនគ្នាអាចតាក់ទងមកខ្ញុំប្រឹក្សាណែនាំជូនបងប្អូនគ្នាឲ្យបានស្អាតនិងសុខភាពល្អដូចខ្ញុំដែរបើសិនជាបងប្អូនគ្នាកំពុងតែគិតថាជាតិនេះហួសពេលហើយអត់បានរាងស្អាតដូចគេទេឈប់ចាំតិចសិនខ្ញុំឲ្យមើលរូបថតមួយស្លឹកសិនបងប្អូនគ្នាមើលរូបថតមួយស្លឹកនេះសិននៅក្នុងរូបថតនេះគឺជាបងស្រីបង្កើតរបស់ខ្ញុំកាលពីមុនគាត់96គីឡូឥឡូវនេះគាត់64គីឡូគាត់ស្រក30គីឡូជាងអញ្ចឹងបងប្អូនគ្នាកុំទាន់បាក់ទឹកចិត្តមើលបងស្រីខ្ញុំសិនគាត់ស្អាតនៅក្នុងជាតិនេះតែម្ដងអត់ចាំបាច់ជាតិក្រោយទេបងស្រីខ្ញុំមិនត្រឹមតែលើសគីឡូទេគឺមានបញ្ហាសុខភាពច្រើនមែនទែនបងប្អូនគ្នាមើលកាលគាត់នៅគីឡូ96បងប្អូនគ្នាមើលស្ថានភាពមុខមាត់សាច់ឈាមរបស់គាត់ឥឡូវគាត់គឺជាស្រីស្អាតបងប្អូនគ្នាដឹងទេតើតើនឹងកម្មវិធីសម្រកគីឡូគឺពិបាកបើសិនជាយើងទាំងអស់គ្នាជ្រើសរើសខុសខ្ញុំក៏ធ្លាប់ជ្រើសរើសខុសប៉ុន្តែទាំងខ្ញុំហើយនិងបងស្រីរបស់ខ្ញុំបានចាប់ផ្ដើមជាមួយនឹងការញ៉ាំអាហារសុខភាពនេះគឺជាកម្មវិធីមួយដែលត្រឹមត្រូវពីព្រោះអីបានទាំងរូបរាងល្អបានទាំងការស្រកគីឡូមួយមានសុខភាពល្អថែមទៀតអញ្ចឹងបើសិនជាបងប្អូនគ្នាចង់បានការស្រកគីឡូដែលស្អាតនៅក្នុងជាតិនេះចាប់ផ្ដើមជាមួយខ្ញុំថ្ងៃនេះបងប្អូនគ្នានឹងបានរូបរាងល្អនិងសុខភាពល្អនៅក្នុងជាតិនេះតែម្ដងទាក់ទងនឹងការលើសគីឡូគឺធ្វើឲ្យមនុស្សគ្រប់គ្នាមើលទៅចាស់ជាងវ័យហើយបើកម្ពស់រាងទាបផងគឺមើលទៅរឹតតែទាបខ្លាំងព្រោះការលើសគីឡូលុបទាំងកម្ពស់ខូចទាំងសម្រស់បងប្អូនគ្នាមើលខ្ញុំកាលខ្ញុំអាយុខ្ទង់37ឆ្នាំមើលទៅកាលនោះដូចមនុស្សវ័យ40ឆ្នាំជាងអញ្ចឹងតែឥឡូវនេះខ្ញុំអាយុ42ឆ្នាំមើលទៅរាងក្មេងជាងកាលមុនដោយសារឥឡូវខ្ញុំមានគីឡូស្តង់ដារល្អ